បាទជំរាបសួរពុកម៉ែបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើជាវីដេអូបង្ហាញថ្នាំបាត់ក្អកពុកម៉ែបងប្អូននេះធ្វើនេះគឺមានបងស្រីម្នាក់បាទគាត់បានកើតជំងឺក្អករ៉ាំរ៉ៃក្អកក្តៅក្នុងបាទហើយគាត់ប្រាប់ខ្ញុំផ្ទាល់ពុកម៉ែបងប្អូនគាត់ថាគាត់ណាក្អកនឹងជិត20ឆ្នាំហើយគាត់ស្គមមែនទែនបាទដល់ពេលគាត់ជាជំងឺក្អកនឹងមកគាត់ថិតបាទគាត់ថិតទលុកទលន់អញ្ចឹងណាចឹងទៅគាត់ក៏បានចែករំលែកថ្នាំនោះមកឲ្យខ្ញុំបាទគាត់ឃើញពេកខ្ញុំផ្សាយថ្នាំណាគាត់ក៏បានចូលរួមថ្នាំបាត់ក្អករ៉ាំរ៉ៃក្អករីងរៃហើយរ៉ាំរ៉ៃហើយរីងរៃស្គមស្គាំងណាចឹងក៏បានចែករំលែកថ្នាំនោះឲ្យខ្ញុំសូមឲ្យខ្ញុំជួយផ្សាយថ្នាំនោះទៅដល់បងប្អូនគ្រប់គ្នាផងក្រែងលោកបងប្អូនក៏កើតជំងឺក្អករ៉ាំរ៉ៃចឹងទៅគាត់មានថ្នាំហូបហើយតែមួយមុខទេពុកម៉ែបងប្អូនមិនជាពិបាករកអីដែរទេណាបាទនេះគឺដើមទន្ទ្រានខេត្តពុកម៉ែបងប្អូនណាបាទគឺដើមទន្ទ្រានខេត្តពុកម៉ែបងប្អូនហើយគាត់ប្រាប់ថាពេលមកជីកថ្នាំហ្នឹងមកមុនបាទយើងមកមុនថ្នាំហ្នឹងគឺមកមុននៅម៉ោង12ថ្ងៃត្រង់គាត់ប្រាប់ថាធ្វើតាមគាត់អញ្ចឹងណាម៉ោង12ថ្ងៃត្រង់មកជីកយកឫសដើមទន្ទ្រានខេត្តហ្នឹងហើយយកឫសដែលដុះទៅទិសខាងលិចបាទហើយយើងអុជធូបត្រឹមត្រូវគាត់ថាអុជធូប3សរសៃមកដុតដោតក្បែរគល់ហ្នឹងហើយប្រសុំមុនលោកគ្រូថ្នាំបកែស័ក្តិសិទ្ធិដែលសម្រាប់មកព្យាបាលជំងឺក្អករ៉ាំរ៉ៃរីងរៃបាទស្គមហូបបាយអត់បានដេកអត់លក់ក្តៅទៅក្នុងនោះចឹងសូមឲ្យលោកគ្រូថ្នាំជួយព្យាបាលខ្ញុំឲ្យជាសះស្បើយចាប់ពីពេលនេះទៅបាទអុជធូប3សៃមុនហើយជើញមុនគ្រូទៅជួយព្យាបាលហើយយើងជីកបាទហើយគាត់ឲ្យយើងជីកនឹងជីកយួរតែឫសដែលដោះទៅទិសខាងលិចទេបាទអត់មានយកទិសទៅឆ្វេងស្ដាំឯណាទៀតអត់ទេឲ្យតែទិសខាងលិចបាទហើយបើយើងជីកមកគុំមិនគ្រប់ជីកគុំផ្សេងទៀតបាទជីកគុំផ្សេងទៀតដូចកន្លែងខ្ញុំសិតតែត្រៀងខេត្តសុតនេះបាទអញ្ចឹងពុកម៉ែបងប្អូនធ្វើតាមនឹងទៅណាបាទយើងជីកទន្ទ្រានខេត្តបាទយកឫសដោះទៅទិសខាងលិចមុននៅម៉ោង12ថ្ងៃត្រង់បាទដោយសារខ្លួនគាត់បានជាសះស្បើយអំពីរោគជំងឺក្អករ៉ាំរ៉ៃរហូតធ្លាក់ខ្លួនទៅជារីងរៃបាទស្គមស្គាំងមានតែស្បែកដប់ឆ្អឹងឥឡូវគាត់ឡើងគីឡូ50-60គីឡូនេះគាត់ថាគុណសម្បត្តិដោយសារទន្ទ្រានខេត្តនឹងឯងចឹងហើយគាត់ជាទៅគាត់បានឃើញវីដេអូខ្ញុំភ័យខ្ញុំបង្ហោះតែថ្នាំបុរាណចឹងគាត់ក៏បានចែករំលែកពុកម៉ែបងប្អូនបាទដើម្បីឲ្យយើងចេះដឹងថ្នាំហ្នឹងគឺទន្ទ្រានខេត្តហ្នឹងហើយចឹងពុកម៉ែបងប្អូនជួយshareចែកប្រាប់គ្នាដឹងចែកគ្នាចេះឲ្យស្គាល់ថ្នាំព្យាបាលជំងឺក្អករីងរៃរ៉ាំរ៉ៃរហូតដល់ស្គមពុកម៉ែបងប្អូនឲ្យគាត់ធ្វើតាមវីដេអូដែលខ្ញុំប្រាប់ហ្នឹងទៅអានឹងបានពីបងស្រីម្នាក់ដែលខ្ញុំបានជួបគាត់ជាក់ស្ដែងបាទចូលខ្ញុំដើររੂថ្នាំជិះម៉ូតូទៅសម្រាកនៅផ្ទះគាត់បាទសម្រាប់ហ្នឹងដោយសារផ្ទះគាត់មានលក់ចាប់ហួយបាទខ្ញុំដើររកថ្នាំមកជិះម៉ូតូក្តៅក៏ចូលសម្រាប់ផ្ទះគាត់ទិញអីហូបទាំងទៅគាត់ក៏ស្គាល់ខ្ញុំបាទគាត់ស្គាល់ឃើញពេកគាត់ស្គាល់ហ្នឹងក៏គាត់បានចែករំលែកថ្នាំហ្នឹងគាត់ថាប៉ាកែណាលោកគ្រូឲ្យលោកគ្រូយកថ្នាំនោះផ្សាយចែកគេចេះចែកគេដឹងផងអញ្ចឹងខ្ញុំក៏បានយកមកផ្សាយជូនបងប្អូនតាមសំណើបងស្រីហ្នឹងទៅអញ្ចឹងក៏សូមបងប្អូនជួយshareចែកគ្នាដឹងណាបងប្អូនថ្នាំបាត់ក្អករីងរៃរ៉ាំរ៉ៃគឺឫសទន្ទ្រានខេត្តទៅទិសខាងលិចមកពេលមកមុនជីកថ្នាំនឹងនៅម៉ោង12ថ្ងៃត្រង់បាទមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទកុំភ្លេចshareចែកគ្នាដឹងផងបាទអរគុណច្រើនពុកម៉ែបងប្អូនណាបាទហើយមួយទៀតពុកម៉ែបងប្អូនណាដែលមិនទាន់បានជួយចុច follow បាទនៅលើ page តាចប៉ីអ្នកចំការខ្ញុំណាបាទកុំភ្លេចជួយចុច follow ម្នាក់មួយផងបាទអរគុណច្រើនពុកម៉ែបងប្អូនបាទអរគុណបាទ